อรุณสูสได้ลูกไตรเนี่ยเรียกกันยาออกคนลูกเนี้ยได้บานบัสรับกับสารบวิชุบรังอันตรจิต AFE ในปีนี้มาประติบัติកម្មវិធីព័ត៌មានដោយវ៉ាកំណត់បញ្ហាប្រសាទប្រវិហារមិនត្រូវបានលើកឡើងនៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃលោកកំសខាស្នើសុំឲ្យអូស្ត្រាលីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាលទ្ធផលនៃការប្រឡងបាក់លោកនឹងត្រូវប្រកាសឲ្យដឹងនៅព្រឹកនេះសម្រាប់នៅរសៀលនេះសម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្ដាលអ៊ីស្រាអែលបាត់ទីលានវិហារអ៊ីស្លាមបុរាណនៅយេរូសាឡឹមបាតកម្មហិង្សានៅបូគីណាហ្វាសូប្រឆាំងនឹងការកែប្រែរដ្ឋធម្មនុញ្ញរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃបានជួបពិភាក្សាគ្នាកាលពីថ្ងៃម្សិលមិញនៅឯក្រសួងការបរទេសកម្ពុជាមុនពេលដែលនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី1កាលពីថ្ងៃម្សិលមិញនៅឯកិច្ចប្រជុំនៅឯក្រសួងការបរទេសកម្ពុជាភាគីទាំងពីរបានឯកភាពគ្នាលើប្រធានបទជាច្រើនពិសេសលើការពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏ប៉ុន្តែបញ្ហាប្រសាទប្រវិហារមិនត្រូវបានលើកឡើងនៅក្នុងជំនួបនោះទេសូមស្ដាប់សេចក្តីរាយការណ៍របស់ខ្ញុំបាទដូចតទៅជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃបានធ្វើឡើងនៅឯទីស្តីការក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី30តុលានេះដោយភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហៅលំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសមាជិកថៃដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីការបរទេសថៃឋានស័ក្តិបតិមាប្រកននៅក្នុងជំនួបរយៈពេល7ម៉ោងនេះភាគីទាំងពីរមិនបានលើកឡើងពីបញ្ហាប្រសាទព្រះវិហារនិងបញ្ហាការអនុវត្តសារិការបស់តុលាការទីក្រុងឡាអេនោះទេនេះបើតាមការបញ្ជាក់ពីលោកហ្វុយគូអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ហាប្រសាទព្រះវិហារនិងការអនុវត្តសារិការបស់តុលាការក្រុងឡាអេត្រូវបានជោគជ័យចាប់តាំងពីប្រទេសថៃបានធ្លាក់ទៅក្នុងជំនួបផ្ទៃក្នុងរហូតដល់មានការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រីយីងឡាក់ស៊ីនវត្រានាពេលកន្លងមកតែប៉ុន្តែបញ្ហាប្រសាទប្រវិហារនេះដែរលោកហ្វុយគូបានបញ្ជាក់ថាកម្ពុជាទំនងជាមិនបានជាប់ព្រំដែនត្រង់នេះឡើងវិញទេព្រោះថាកម្ពុជាមិនចាំបាច់ឲ្យភ្ញៀវទេសចរបរទេសឆ្លងកាត់ប្រទេសថៃមកទស្សនាប្រាសាទព្រះវិហារទៀតនោះទេព្រោះកម្ពុជាក៏មានផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារនេះដែរទោះបីជាបញ្ហាប្រសាទព្រះវិហារមិនត្រូវបានលើកឡើងនៅក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនេះក្តីប៉ុន្តែយ៉ាងហោចណាស់ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តបើកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក KBC នៅដើមឆ្នាំ2015ខាងមុខនេះឡើងវិញរួមទាំងកិច្ចប្រជុំចំនួន2ទៀតដែលត្រូវធ្វើនៅដើមឆ្នាំ2015ខាងមុខនេះក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរលើការជំរុញឲ្យបន្តបើកច្រកព្រំដែនចំនួន4ទៀតគឺច្រកអានសាស្ថិតនៅក្នុងខេត្តព្រះវិហារឈប់នឹងខេត្តឧបលធានីប្រទេសថៃច្រកភ្នំដាខេត្តពោធិ៍សាត់ឈប់នឹងខេត្តត្រាប្រទេសថៃច្រកភ្នំដៃខេត្តបាត់ដំបងឈប់នឹងខេត្តត្រកែវប្រទេសថៃនិងច្រកជោគគីខេត្តរមៀនជ័យឈប់នឹងខេត្តបុរីរាមប្រទេសថៃដែលធ្វើឲ្យច្រកព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរកើនដល់ចំនួន10កាលពីនេះភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរពីបញ្ហាពលករខ្មែរខុសច្បាប់ដែលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃបញ្ហាពលរដ្ឋកម្ពុជាឆ្លងដែនទៅកាប់ឈើនៅក្នុងប្រទេសថៃបញ្ហាការលូកកសិផលខ្មែរនៅតាមព្រំដែនបញ្ហាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្រាតនិងខេត្តស្រះកែវជាប់ខេត្តបន្ទាយមានជ័យជាដើមជានេះទៅទៀតភាគីទាំងពីរក៏បានសម្រេចបង្កើតប្រព័ន្ធទូរស័ព្ទ hotline មួយនៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីថ្នាក់រដ្ឋលេខាធិការនិងរដ្ឋលេខាធិការទៅតាមជំនាញផងដែរប្រសិនបើមានរឿងបន្ទាន់ណាមួយសូមបញ្ជាក់ថាជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃនេះបានធ្វើឡើងស្របពេលដែលនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាបានមកបំពេញទស្សនកិច្ចរយៈពេល2ខែនៅកម្ពុជាចាប់ពីថ្ងៃទី30ដល់ថ្ងៃទី31ខែតុលាឆ្នាំ2014នេះហើយនៅក្រៅជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរហើយនៅរសៀលថ្ងៃប្រហោះម្សិលមិញលោកប្រយុទ្ធច័ន្ទអូចានាយករដ្ឋមន្ត្រីថៃក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី30ដល់ថ្ងៃទី31ខែតុលានេះមកដល់ភ្លាមលោកនាយករដ្ឋមន្ត្រីថៃបានជួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែននៅឯវិមានសន្តិភាពនៅក្នុងដំណើរទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការចំនួន3រួមមានទី1គឺកិច្ចសហប្រតិបត្តិការលើវិស័យទេសចរទី2កិច្ចសហប្រតិបត្តិការស្វេភាគី
លើការលុបបំបាត់ការជួញដូរមនុស្សនិងការការពារជនរងគ្រោះពីការជួញដូរនិងទី3ស្ដីពីការតបជាប់ផ្លូវដែកដែលតបជាប់ពីខេត្តអរញ្ញប្រទេសប្រទេសថៃមកកាន់ក្រុងប៉ោយប៉ែតឆ្ពោះមកកាន់រាជធានីភ្នំពេញយកតាមស្ដីប្រកាសព័ត៌មាននៅក្នុងអំឡុងពេលនៃទស្សនកិច្ចនេះលោកប្រយុទ្ធច័ន្ទអូចាក៏នឹងចូលការបង្គំគល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងទៅគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋនៅឯមណ្ឌលព្រះបរមរូបសួនច្បារវិមានឯករាជ្យផងដែរលោកកម្មសថាអនុប្រធានទី1នៃរដ្ឋសភាបានសរសេរលិខិតមួយទៅកាន់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោកស្រី Alison Burrow ឲ្យពិចារណាឡើងវិញក្នុងការបញ្ជូនជនភៀសខ្លួនពីកោះនេរូមកកាន់ប្រទេសកម្ពុជាលិខិតរបស់លោកកម្មសថាចុះថ្ងៃទី27ខែតុលាឆ្នាំ2014ដែលទើបតែផ្សាយដឹងបាការពិចារណាសម្បញ្ញបានសរសេរថាព្រះសង្ឃសាសបញ្ញវន្តនិងប្រជាពលរដ្ឋកម្ពុជាបានធ្វើបដកម្មតវ៉ាប្រឆាំងនឹងការបញ្ជូនជនភៀសខ្លួនពីកោះនេរូប្រទេសអូស្ត្រាលីមកកាន់កម្ពុជាដោយសារតែពួកគេមានការព្រួយបារម្ភពីការប៉ះពាល់អវិជ្ជមានដែលអាចកើតមានបណ្ដាលមកពីកត្តាសេដ្ឋកិច្ចនិងសង្គមជាពិសេសការធានាលើការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅមិនទាន់បានដោះស្រាយនៅឡើយហើយក្នុងនាមលោកជាសមាជិកនិងជាអនុប្រធានទី1នៃរដ្ឋសភាលោកយល់ឃើញថាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋគឺមានមូលដ្ឋានត្រឹមត្រូវដោយយោងទៅតាមស្ថានភាពជាក់ស្ដែងដូច្នេះលោកបានស្នើសុំឲ្យមានការពិចារណាឡើងវិញចំពោះការបញ្ជូនជនភៀសខ្លួនទាំងនោះមកកាន់ប្រទេសកម្ពុជាគួររំលឹកជូនថាកាលពីថ្ងៃទី26ខែកញ្ញាកន្លងទៅកម្ពុជានិងប្រទេសអូស្ត្រាលីបានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីទទួលយកជនភៀសខ្លួនស្ម័គ្រចិត្តពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅនៅក្នុងប្រទេសកម្ពុជាលទ្ធផលនៃការប្រឡងដាក់ដប់លើកទី2នឹងត្រូវប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី31ខែតុលានេះតាមក្រសួងអប់រំយុវជននិងកីឡាលើថ្ងៃទី31ខែតុលានេះលទ្ធផលនឹងប្រកាសដំបូងសម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្ដាលហើយនៅព្រឹកថ្ងៃទី1ខែវិច្ឆិកានឹងមានការប្រកាសសម្រាប់មណ្ឌលនៅតាមបណ្ដាខេត្តការប្រកាសលទ្ធផលក៏មានការផ្សាយនៅតាមបណ្ដាញសង្គម Facebook របស់ក្រសួងផងដែរមតិផ្សេងគ្នាចំនួន15ចំណុចដែលគណៈកម្មការសម្រុះរបស់គណៈបកកាន់អំណាចនិងគណៈបកប្រឆាំងបានចរចាមិនត្រូវរគ្នាក្នុងការរៀបចំសេចក្តីស្នើច្បាប់ស្តីអំពីកោជបត្រូវបានពិភាក្សាកិច្ចពិភាក្សាដែលបានរៀបចំឡើងដោយអង្គការសង្គមស៊ីវិលនិងក៏មានការចូលរួមពីតំណាងគណៈបកនយោបាយព្រមទាំងអ្នកវិភាគសង្គមនៅថ្ងៃប្រកបម្សិលមិញនេះបានធ្វើឡើងខណៈដែលក្រុមការងារចរចារបស់គណៈបកទាំងពីរបានព្រៀងចប់លើសេចក្តីស្នើច្បាប់ស្តីពីកោជបដែលមានចំនួន7ជំពូកនិង66មាត្រាតែនៅមានចំណុចមិនស្រុះត្រង់គ្នារហូតដល់ទៅចំនួន10មាត្រាទៀតនេះនឹងហួចជូនសេចក្តីរាយការណ៍ចំណុចសំខាន់ទាំង15ចំណុចនោះរួមមានការតែងតាំងថ្នាក់ដឹកនាំកោជបត្រូវបានមតិទី1លើកឡើងថាប្រធានឬអនុប្រធានកោជបត្រូវជ្រើសរើសក្នុងចំណោមគណៈបកដែលមានអាសនៈនៅរដ្ឋសភាក៏ប៉ុន្តែមានមតិទី2លើកឡើងថាកោជបជាអ្នកសម្រេចខ្លួនឯងដោយមតិពីច្រើនដាច់ខាតនៃសមាជិកកោជបទាំង9រូបមតិផ្សេងទៀតថាសមាជិកកោជបទី9ត្រូវធ្វើជាប្រធានកោជបចំណែកអំណាចភារកិច្ចការទទួលខុសត្រូវនឹងរបៀបរបបការងាររបស់កោជបគឺមានមតិមួយលើកឡើងថាកោជបផ្ដល់អំណាចទៅដល់កោជបថ្នាក់ខេត្តរាជធានីក្នុងការដកមន្ត្រីបម្រើការងារនៅក្រមអាវ៉ាត់របស់ខ្លួនប៉ុន្តែមតិពីគណៈបកមួយទៀតថាកោជបជាអ្នកសម្រេចក្នុងការដកមន្ត្រីបម្រើការបោះឆ្នោតនោះជាដើមតំណាងសង្គមស៊ីវិលដែលចូលរួមកិច្ចពិភាក្សាលោកខាងពុធាចង់ឲ្យកោជបត្រូវតែជាស្ថាប័នអភិក្រិតសង្គមស៊ីវិលក៏ស្នើឲ្យគណៈបកទាំងពីរបើកចំហនិងពិគ្រោះយោបល់ទៅលើពង្រៀងច្បាប់កោជបនោះផងដែរក្នុងកិច្ចពិភាក្សាលោកគួយប៊ុនរឿនសហប្រធានក្រុមការងាររៀបចំច្បាប់កោជបមកពីគណៈបកសង្គ្រោះជាតិបានលើកឡើងថាក្រុមការងារចម្រុះគណៈបកទាំងពីរបានព្រៀងចប់ហើយលើសេចក្តីស្នើច្បាប់កោជបដែលមាន7ជំពូកនិង66មាត្រាប៉ុន្តែមកដល់ពេលនេះគណៈបកទាំងពីរមិនទាន់ស្រោះស្រួលគ្នាចំនួន10មាត្រាពាក់ព័ន្ធទៅនឹងសមត្ថភាពក្នុងការតែងតាំងប្រធានអនុប្រធានកោជបលក្ខណៈសម្បត្តិបេក្ខជនសមាជិកកោជបភារកិច្ចនិងការទទួលខុសត្រូវរបស់កោជបជាដើមលោកគួយមុនរឿនបញ្ជាក់ថាក្រុមការងារចម្រុះគណៈបកទាំងពីរនឹងបន្តជួបគ្នាទៀតនៅថ្ងៃទី10វិច្ឆិកាដើម្បីជជែកទៅលើចំណុចមិនទាន់ស្រោះស្រួលគ្នាទាំង10មាត្រានោះមុននឹងរុញទៅថ្នាក់ដឹកនាំកម្ពុជាសម្រាប់
តំណាងគណៈបកប្រជាជនកម្ពុជាដែលជាដៃគូចរចាមិនបានបញ្ជូនតំណាងចូលរួមកិច្ចពិភាក្សានៅព្រឹកថ្ងៃប្រហ័សនេះទេតែមានតំណាងពីគណៈបកមិនជាប់ឆ្នោតដូចជាគណៈបកហ៊ុនស៊ិនប៉ិចគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគណៈបកខ្មែរឈប់ក្រគណៈបកសាធារណរដ្ឋប្រជាធិបតេយ្យនិងគណៈបកសង្គមរាស្ត្ររាជាធិបតេយ្យជាដើមតំណាងគណៈបកមិនជាប់ឆ្នោតបានជំរុញឲ្យគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិត្រូវរៀបចំច្បាប់កោជបដើម្បីធ្វើឲ្យកោជបជាស្ថាប័នជាតិអភិជាក្រិតឯករាជ្យឈានទៅរៀបចំការបោះឆ្នោតដោយយុត្តិធម៌និងត្រឹមត្រូវជាទៅនឹងការខ្វែងគំនិតគ្នាត្រង់ការជ្រើសរើសប្រធានកោជបនោះដែរនៅក្នុងនីតិជាប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ AFE កាលពីខែមិញលោកហងពុធានាយកប្រតិបត្តិអង្គការនៃឆ្វិចនិងជាក្រុមការងារសម្ព័ន្ធចំណាត់តម្រង់ការបោះឆ្នោតហៅកាត់ថាអឺរ៉ាបានផ្ដល់ជាយោបល់ទៅកាន់ក្រុមការងារគណៈបកទាំងពីរថាប្រធានកោជបថ្មីគួរតែជាលោកស្រីពុកជីកិច្ចដែលជាសមាជិកទី9មកពីភាគីអង្គការសង្គមស៊ីវិលលោកស្រីពុកជីកិច្ចបច្ចុប្បន្នជានាយិកាអង្គការស៊ីវិលលីកាដូដែលទទួលស្គាល់ដោយគណៈបកទាំងពីរផងដែរសូមស្ដាប់ប្រសាសន៍របស់លោកហងពុធាបានតំណែងរបស់ប្រធានកោជបគួរតែបានទៅលើលោកស្រីពុកជីកិច្ចដែលមកពីសង្គមស៊ីវិលហើយលោកស្រីក៏មិនមាននិន្នាការនយោបាយគ្រប់គ្រងឬក៏ប្រឆាំងជាមួយអ្នកណាដែរលោកស្រីតែងតែសម្គាល់នៅផលប្រយោជន៍ជាតិនិងការគោរពសិទ្ធិមនុស្សជាធំក្នុងនាមសង្គមស៊ីវិលខ្ញុំសូមលើកឡើងនៅសេចក្តីអំពាវនាវថាប្រសិនបើសមាជិកកើតចេញពីគណៈបកនយោបាយក៏ដោយប៉ុន្តែត្រូវមានយន្តការច្បាស់លាស់យន្តការនិងលក្ខណៈវិនិច្ឆ័យផ្សេងៗដើម្បីឲ្យសមាជិកកោជបហ្នឹងឯងដើរទៅលើខ្សែបន្ទាត់មួយដែលជាខ្សែបន្ទាត់អភិក្រិតហើយបើសិនអាចធ្វើបានខ្ញុំគិតថាសមាជិកទី9ដែលចេញពីសង្គមស៊ីវិលនោះអាចធ្វើជាប្រធានបានបើសិនជាគណៈបកទាំងពីរមិនជំទាស់នោះទេបាទតំណាងសហគមន៍ជនជាតិដើមភាគតិចភ្នំចំនួន5នាក់មកពីខេត្តមណ្ឌលគិរីក្រោមការសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាត6បានដាក់ពាក្យបណ្ដឹងមួយទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃប្រហ័សមិញដើម្បីស្នើសុំលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Villa Development Co Ltd ក្រោយការដាក់ពាក្យបណ្ដឹងដំណើរទីនេះបានធ្វើសន្និសីទកាសែតមួយនៅទីស្នាក់ការអាត6ដើម្បីរៀបរាប់ពីទុនលំបាករបស់ខ្លួនបន្ទាប់ពីមានផលប៉ះពាល់ដោយសារតែក្រុមហ៊ុននេះបានសុទិធាជូនរាជការក្នុងពាក្យបណ្ដឹងនោះតំណាងសហគមន៍ជនជាតិដើមភាគតិចភ្នំបានស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន Villa Development Co Ltd ដែលពួកគេបានអះអាងថាកំពុងជួសឆាយដីព្រៃដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេលោកផ្លឹកម៉ាតំណាងសហគមន៍ជនជាតិដើមភាគតិចភ្នំបានថ្លែងនៅក្នុងសន្និសីទកាសែតថាការជួសឆាយរបស់ក្រុមហ៊ុននេះបានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចចំនួនប្រមាណ273គ្រួសារនៅក្នុងភូមិឡាយកាសង្កាត់សុកដុំក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីលោកបន្តថាប្រជាពលរដ្ឋជនជាតិដើមភាគតិចលើពួកគាត់គឺរស់នៅពឹងអាស្រ័យលើព្រៃឈើទាំងអស់នោះហើយប្រសិនបើក្រុមហ៊ុននេះនៅតែបន្តជួសឆាយទៀតនោះពួកគាត់មិនដឹងជារស់នៅពឹងផ្អែកលើអ្វីទៀតនោះទេសូមជម្រាបជូនថាតំណាងសហគមន៍ជនជាតិដើមភាគតិចទាំងអស់នេះធ្លាប់បានដាក់ពាក្យបណ្ដឹងព្រមទាំងជាច្រើនលើកទៅកាន់តុលាការខេត្តមណ្ឌលគិរីក៏ប៉ុន្តែមិនមានការដោះស្រាយជូននោះទេហើយថ្មីៗនេះក្រុមជនជាតិដើមភាគតិចក៏បានដាក់ពាក្យបណ្ដឹងម្ដងទៀតទៅកាន់តុលាការតែបានបង្វែរពីបណ្ដឹងព្រមទាំងមកជាបណ្ដឹងរដ្ឋបវេនីវិញដោយស្នើឲ្យតុលាការពិចារណាលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Villa Development Co Ltd នេះជាមួយគ្នានេះតំណាងជនជាតិដើមភាគតិចក៏បានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយទៀតទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាដោយស្នើឲ្យលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុននេះផងដែរសមាគមអាត6បានគាំទ្រការដាក់ពាក្យបណ្ដឹងទៅកាន់ប្រមុខរដ្ឋាភិបាលក៏ដូចជាទៅកាន់តុលាការដែលស្នើឲ្យមានការលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនវិនិយោគនេះលោកធនសារាយប្រធានសមាគមអាត6បានហៅការដាក់ពាក្យបណ្ដឹងរបស់ក្រុមតំណាងជនជាតិដើមភាគតិចទាំងនេះថាជាយន្តការថ្មីមួយដែលជួយពន្លឿននៃការចាត់ការរបស់តុលាការលោកបន្ថែមថាអាត6នឹងផ្ដល់មេធាវីដើម្បីជួយដល់ដំណើរការបណ្ដឹងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងនេះសូមបញ្ជាក់ថាកន្លងមករដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានដកហូតនិងសម្រួលផ្ទៃដីពីក្រុមហ៊ុនវិនិយោគចំនួន19ក្រុមហ៊ុនដោយសារមានបញ្ហាជាមួយប្រជាពលរដ្ឋទន្ទឹមគ្នានេះសមាគមអាត6ក៏បានស្នើដល់រដ្ឋាភិបាលលុបចោលបន្ថែមទៀតរាល់កិច្ចសន្យាទាំងឡាយរបស់ក្រុមហ៊ុនបាននឹងកំពុងដំណើរការដោយរំលោភទៅលើស្មារតីនៃអនុក្រឹត្យស្តីពីដីសម្បត្តិសេដ្ឋកិច្ចនិងក្រមរដ្ឋបវេនីដែលកំពុងនៅជាធរមាន
យើងសូមជម្រាបជូនពីព័ត៌មានអន្តរជាតិវិញដែលផ្ដើមចេញពីប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនបន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលើរូបអាចារ្យសាសនាគ្រីស្ទនិងជាសកម្មជននយោបាយអ៊ីស្រាអែលម្នាក់ដែលហ៊ានអ៊ីស្រាអែលបានសម្លាប់ជនសង្ស័យដែលជាជនជាតិប៉ាឡេស្ទីនអាជ្ញាធរអ៊ីស្រាអែលថែមទាំងបានបិទផ្លូវចេញចូលទីលានវិហារអ៊ីស្លាមបុរាណនៅក្នុងទីក្រុងយេរូសាឡឹមដែលជាទីសក្ការៈរបស់ជនជាតិអ៊ីស្លាមមិនឲ្យនរណាចូលទៅថ្វាយបង្គំបានឡើយថ្នាក់ដឹកនាំប៉ាឡេស្ទីននិងប្រទេសយូដានីបានចេញមកថ្កោលទោសប្រទេសអ៊ីស្រាអែលថាបានប្រើអំណាចឃោរឃៅយើងស្ដាប់មកពិសេសលោកយេហ៊ូដាហ្គ្លីសដែលជាអាចារ្យសាសនាយូដនិងជាសកម្មជននយោបាយជាតិនិយមម្នាក់នៅអ៊ីស្រាអែលត្រូវបានជន់មិនស្គាល់មុខបាញ់ត្រូវជាច្រើនគ្រាប់ភ្លាមៗនោះទាហានអ៊ីស្រាអែលបានធ្វើការតាមប្រមាញ់រកជនដៃដល់នៅវេលាព្រឹកព្រលឹមស្រាងៗថ្ងៃប្រហោះម្សិលមិញទាហានអ៊ីស្រាអែលបានធ្វើការឡោមព័ទ្ធផ្ទះជនសង្ស័យដែលជាជនជាតិប៉ាឡេស្ទីនហើយបានសម្លាប់ជនសង្ស័យនោះនៅនឹងកន្លែងដំណឹងនេះបានបញ្ជាក់ការតវ៉ានិងកំហឹងរបស់ប្រជាជនប៉ាឡេស្ទីនដែលកំពុងតែមានស្រាប់ឲ្យរីកកាន់តែធំទៅលោកយេហ៊ូដាហ្គ្លីសដែលកំពុងតែត្រូវបានក្រុមគ្រូពេទ្យអ៊ីស្រាអែលជួយសង្គ្រោះពេលនេះមានអាការៈល្អប្រសើរបន្តិចហើយនៅថ្ងៃប្រហោះដដែលអាជ្ញាធរអ៊ីស្រាអែលបានថ្លែងឲ្យដឹងថាខ្លួននឹងបិទផ្លូវចេញចូលទៅទីលានវិហារអ៊ីស្លាមបុរាណដែលនៅក្នុងក្រុងយេរូសាឡឹមជំរុំដល់ស្ថានភាពបានធូរស្រាលឡើងវិញលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ិនយ៉ាមីននេតានយ៉ាហ៊ូបានបន្ថែមថាអាជ្ញាធរអ៊ីស្រាអែលទាំងទាហានទាំងប៉ូលីសត្រូវពង្រឹងកម្លាំងឲ្យបានជាប់ដើម្បីត្រៀមទប់ទល់ទៅនឹងអំពើហិង្សាណាមួយជាពិសេសនៅតំបន់យេរូសាឡឹមខាងកើតនេះជាលើកទី1ហើយដែលអ៊ីស្រាអែលបិទទីលាននេះចាប់តាំងពីឆ្នាំ1967សូមបញ្ជាក់ថាទីលានវិហារអ៊ីស្លាមដែលស្ថិតនៅលើទីទួលខ្ពស់ក្នុងទីក្រុងយេរូសាឡឹមគឺជាទីសក្ការៈបូជាដ៏សំខាន់បំផុតទី3របស់អ្នកកាន់សាសនាអ៊ីស្លាមទូទាំងពិភពលោកមួយថ្ងៃនេះអ្នកកាន់សាសនាអ៊ីស្លាមរាប់ពាន់អ្នកមកបន់ស្រន់ថ្វាយបង្គំនៅទីនោះប៉ុន្តែបើតាមប្រវត្តិសាស្ត្រទីលានវិហារអ៊ីស្លាមនេះត្រូវបានកសាងឡើងកាលពីសតវត្សទី7នៅលើទីតាំងអតីតវិហារសាសនាយូវីសបុរាណដែលបានត្រូវបំផ្លាញចោលដោយពួករ៉ូម៉ាំងនៅដើមសតវត្សទី2ហើយដូចនេះហើយបានជាជនជាតិយូវីសនិងអ៊ីស្លាមដណ្ដើមគ្នាកាន់កាប់តំបន់នេះកន្លងមកទីលាននេះតែងតែជាប្រភពនៃចំនួនក្តៅក្រហាយរវាងអាជ្ញាធរប៉ាឡេស្ទីននិងអ៊ីស្រាអែលជានិច្ចចំនួនដ៏គ្មានថ្ងៃចប់នេះអាចនឹងធ្វើឲ្យគ្រាប់រំសេវផ្ទុះជាថ្មីរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនហើយជនរងគ្រោះគ្មាននរណាក្រៅតែពីប្រជាជនស្លូតត្រង់នោះទេនិយាយអំពីបាតុកម្មនៅបូគីណាហ្វាសូមានអំពើហិង្សាបានកើតឡើងយ៉ាងត្រង់គុកនៅឯប្រទេសបូគីណាហ្វាសូកាលពីខែប្រហោះទី30ខែតុលាប្រជាជនបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនិងរដ្ឋសភាដែលកំពុងតែធ្វើវិសោធនកម្មកែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះការកែប្រែនេះមានចេតនាដើម្បីអនុញ្ញាតឲ្យប្រធានាធិបតីបច្ចុប្បន្នដែលកាន់តំណែង27ឆ្នាំមកហើយនោះបានឈរឈ្មោះបោះឆ្នោតជាថ្មីទៀតនៅអាណត្តិក្រោយមកពិសីវិលមកល្បិតព័ត៌មាននេះសាជាថ្មីអររយៈពេល2ថ្ងៃមកហើយដែលនៅក្នុងទីក្រុងអ៊ូអាហ្គាឌូហ្គូមានផ្ទុះការតវ៉ារបស់ប្រជាជនបូគីណាហ្វាសូប្រឆាំងនឹងគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលនិងរដ្ឋសភានៅថ្ងៃប្រហោះទី30តុលាអំពើហិង្សាបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរដោយប្រជាជនបានប្រមូលគ្នាទៅតវ៉ានៅមុខមន្ទីររដ្ឋសភាហើយបានចូលទៅវាយកំទេចសម្ភារៈនៅក្នុងអគាររដ្ឋសភាហើយបានដុតបំផ្លាញអគារនេះអស់មួយភាគធំប្រជាជនអ្នកតវ៉ាមួយក្រុមផ្សេងទៀតបានធ្វើដំណើរទៅកាន់អគារទីស្តីការគណៈរដ្ឋមន្ត្រីនៅទីនោះប្អូនប្រុសរបស់ប្រធានាធិបតីបានបាញ់រះទៅលើវងបាតកោបណ្ដាលឲ្យស្លាប់បាតកោម្នាក់និងរងរបួសជាច្រើនអ្នកសូមបញ្ជាក់ថាដើមហេតុនៃការតវ៉ានេះគឺដោយសាររដ្ឋាភិបាលបានស្នើសុំឲ្យសភាបោះឆ្នោតធ្វើវិសោធនកម្មកែប្រែមាត្រា37នៃរដ្ឋធម្មនុញ្ញប្រទេសបូគីណាហ្វាសូការកែប្រែនេះនឹងអាចអនុញ្ញាតឲ្យប្រធានាធិបតីបច្ចុប្បន្នគឺលោក Blaise Compaoré បានឈរឈ្មោះបោះឆ្នោតជាថ្មីម្ដងទៀតកាលពីប្រមាណសប្តាហ៍មុនរដ្ឋាភិបាលបូគីណាហ្វាសូបានឲ្យដឹងថាគម្រោងវិសោធនកម្មនឹងដាក់ស្នើឲ្យប្រជាជនសម្រេចចិត្តតាមរយៈការធ្វើប្រជាមតិប៉ុន្តែទីបំផុតទៅរដ្ឋាភិបាលបានស្នើសុំឲ្យរដ្ឋសភាជាអ្នកបោះឆ្នោតសម្រេចទៅវិញហើយដូចនេះបានជាប្រជាជនមានការកាត់ទុកមិនទុកចិត្តហើយបាននាំគ្នាតវ៉ាវាបំផ្លាញរដ្ឋសភាក្នុងពេលដែលដំណើរនេះកំពុងតែប្រជុំគ្នាបោះឆ្នោតលើគម្រោងនេះបន្ទាប់ពីហេតុការណ៍នេះរដ្ឋាភិបាលបានផ្ដល់ដំណឹងថាការបោះឆ្នោតសម្រេចលើវិសោធនកម្មមាត្រា37នៃរដ្ឋធម្មនុញ្ញត្រូវបានព្យួរទុកមួយអន្លើហើយបានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់សូមបញ្ជាក់ថាលោក Compaoré ដែលមានវ័យ63ឆ្នាំបានកាន់កាប់កៅអីជាប្រធានាធិបតីប្រទេសបូគីណាហ្វាសូអស់រយៈពេល27ឆ្នាំមកហើយលោកបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញ2លើករួចមកហើយដើម្បីអាចឈរឈ្មោះបោះឆ្នោតក្រោយពីការធ្វើវិសោធនកម្មនៅឆ្នាំ2000មាត្រា37ត្រូវបានកែប្រែថាបេក្ខជនប្រធានាធិប
ក្តីអាចឈរឈ្មោះបាន2ដងហើយមួយអាណត្តិមានរយៈពេល5ឆ្នាំក្នុងឆ្នាំ2005លោកបានចាប់ផ្ដើមអាណត្តិ5ឆ្នាំទី1របស់លោកហើយនៅឆ្នាំ2015នេះគឺលោកនឹងត្រូវបញ្ចប់អាណត្តិទី2ដោយសារតែនៅស្ដាយអំណាចលោកបានអូសទាញរដ្ឋាភិបាលនិងរដ្ឋសភាឲ្យបោះឆ្នោតកែប្រែមាត្រា37នៃរដ្ឋធម្មនុញ្ញដើម្បីលុបការកំណត់ពីអាណត្តិចោលប្រទេសបូគីណាហ្វាសូដែលមានប្រជាជនប្រមាណជា17លាននាក់មានប្រជាជនវ័យក្មេងអាយុក្រោម25ឆ្នាំរហូតដល់ជាង 60% យុវជនក្មេងទាំងនោះតាំងពីដឹងក្តីមកមិនដែលបានស្គាល់មេដឹកនាំណាក្រៅពីលោកកុំប៉ាអូរ៉េឡើយដូច្នេះហើយបានជាយុវជនក្មេងៗធ្វើការប្រឆាំងជាដាច់ខាតមិនព្រមឲ្យលោកកុំប៉ាអូរ៉េធ្វើជាប្រធានាធិបតីអស់មួយជីវិតបានទេវិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកដែលស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់កម្មវិធីផ្សាយរបស់យើងដែលក្នុងនោះរួមមានដំណោះគឺជានីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃស្ដីអំពីចំណុចខ្សែកំណត់គ្នាក្នុងការបង្កើតគោលយោបល់ត្រូវបានលាតត្រដាងបន្ទាប់មកគឺជានីតិទស្សនៈព្រឹត្តិការណ៍កម្ពុជាតែ4ណានឹងវិភាគអំពីសុវត្ថិភាពអ្នកកាសែតគួរត្រូវបានធានានៅក្នុងនីតិទស្សនៈព្រឹត្តិការណ៍ពិភពលោកលោកនាងនឹងបានស្ដាប់ការឆែកយ៉ាធ្វើបទអន្តរាគមន៍ស្ដីអំពីរុស្ស៊ីដែល4ឆ្នាំទៀតទទួល World Cup ឆ្នាំ2018បានបង្ហាញបដិរូបនៃកីឡានេះនីតិទស្សនៈសារព័ត៌មានព្រឹកនេះរៀបចំជូនដោយឯនេះនិងនៅចំបញ្ចប់កម្មវិធីព័ត៌មានរបស់យើងលោកនាងនឹងបានស្ដាប់នីតិបទជាការរៀបចំជូនដោយអំណរវិនដែលនិយាយអំពីវិស័យសំឡងរីកចម្រើនការកម្មករសាងសង់ចេះតៗគ្នាព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃចំពោះកំណែតម្រង់ការបោះឆ្នោតហៅកាត់ថាអឺរ៉ាបានបញ្ចេញចំណុចខ្វែងគំនិតគ្នារវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិលើសេចក្តីស្នើច្បាប់ស្តីអំពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបថ្មីដែលគណៈបកនយោបាយទាំងពីរកំពុងបន្តពិភាក្សាគ្នានេះសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភចំណុចដែលនៅសេសសល់នេះគឺសុទ្ធតែជាចំណុចសំខាន់ៗគណៈបកសង្គ្រោះជាតិបានលើកឡើងថាបើទោះបីជាមានចំណុចខ្វែងគំនិតគ្នាមែនប៉ុន្តែมันមានអ្វីជាការព្រួយបារម្ភនោះទេហើយក៏គ្មានដែរការជាប់គាំងចឹងមិនរួចនោះចំណដល់គំសាត់លេខារៀបចំជូនបែបទុនមេតាការជ្រើសរើសប្រធានកោជបអនុប្រធានកោជបអគ្គលេខាធិការនិងអគ្គលេខាធិការរងរួមទាំងរបៀបរបបការងារនិងបញ្ហាឯករាជ្យភាពនៃថាវិការរបស់កោជបជាដើមទាំងនេះគឺជាចំណុចមួយចំនួនក្នុងចំណោម15ចំណុចដែលអឺរ៉ាបានលើកត្រដាងពីភាពបញ្ចុះសម្រុងគ្នារវាងគណៈកម្មការចម្រុះនៃគណៈបកទាំងពីរលើសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃកោជបការលើកឡើងនេះគឺប្រហាក់ប្រហែលទៅនឹងការលើកឡើងពីសហប្រធានក្រុមការងាររៀបចំសេចក្តីស្នើច្បាប់ពីគណៈបកសង្គ្រោះជាតិលោកគួយប៊ុនរឿនលោកបានបញ្ជាក់ថាចំណុចខ្វែងគំនិតគ្នារវាងបកទាំងពីរដែលតម្រូវឲ្យមានការពិភាក្សាបន្តទៀតនោះគឺមាន10មាត្រាក្នុងចំណោម66មាត្រានៃសេចក្តីស្នើច្បាប់ស្តីពីការរៀបចំកោជបយើងទទួលស្គាល់ថាអ្វីដែលគាត់លើកឡើងនៅក្នុងព្រឹកមិញហ្នឹងគឺមានលក្ខណៈច្រើនដែលពាក់ព័ន្ធទៅនឹងចំណុចដែលមិនទាន់ត្រូវគ្នាណាតែមកចំណុចនេះគឺខ្ញុំសូមបញ្ចង់ធ្វើអធិប្បាយទេព្រោះយើងជាជនចំគ្រប់ប្រជាជាតិក្នុងសមាជិកទីនៃក្រុមការងារសិនទូយើងនៅបន្តការងារសិនប៉ុន្តែលោកគួយប៊ុនរឿនបានគូបញ្ជាក់ថាចំណុចដែលនៅសល់ទាំងអស់នោះគឺមិនមែនជាបញ្ហាអ្វីធំដុំនោះទេដែលនាំឲ្យរារាំងដល់ដំណើរការនៃការបង្កើតគោលយោបល់ថ្មីក្រោមកិច្ចការរបស់គណៈបកទាំងពីរមិនធំដុំព្រោះថាក្រុមការងារនៃគណៈបកទាំងពីរនឹងជួបគ្នាជាចុងក្រោយនៅថ្ងៃទី11វិច្ឆិកាថ្ងៃក្រោយនេះមុនពេលយកចំណុចដែលនៅសេសសល់ខ្វែងគំនិតគ្នាឆ្លងដល់ថ្នាក់ដឹកនាំកម្ពុជានៃគណៈបកទាំងពីរជាគោលដៅយើងនឹងក្រោយពីចំណុចនៅក្រោយថ្ងៃទី11ខែ11ហើយយើងក៏ថាហើយបើថាមិនទាន់ចប់ប្រទេសយើងនឹងស្នើចំណុចរបស់នោះឲ្យដឹកនាំពិចារណាបានក្នុងក្រោយមានគំនិតហើយយើងថាយើងនឹងស្នើសុំប៉ុន្តែមុននឹងស្នើសុំឲ្យដឹកនាំសម្រាប់នេះយើងចង់ពង្រួញចំណុចដែលសល់នោះឲ្យដល់ចំណុចតិចដើម្បីយើងឈានទៅងាយស្រួលឲ្យដឹកនាំនោះងាយធ្វើប្រតិបត្តិឲ្យបានលឿនណាប៉ុន្តែបើថាទាន់អត់ទេអានឹងយើងទុកឲ្យព្រឹកដឹកនាំប៉ុន្តែបើជឿជាអាចដោះស្រាយបញ្ហានោះបានទៅ
ជាកិច្ចការងារល្អមួយដែរ ប៉ុន្តែលោកសុកទូចបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយវិញបានយល់ថាចំណុចដែលនៅសេសសល់ទាំងអស់នោះគឺជាចំណុចធំដុំ កាលណាយើងនិយាយដល់10មេត្រាមិនចេញនេះមានន័យថាអានឹងធំហើយប៉ុន្តែចំនួនដែលច្រើនមកហ្នឹងចំនួន50មេត្រាហ្នឹងធ្វើចេញមកដោយសារតែរឿងវាមិនពាក់ព័ន្ធពីជំរឿកាលណាពាក់ព័ន្ធពីជំរឿបានវាសល់ទុកមកสู่ការជំរុញចម្រាស់គឺចំណុចទាំង5ហ្នឹងគឺល្អប៉ុន្តែគួរថាការថ្នាក់ដឹកនាំទាំងពីរទទួលយកឬមិនយកវាអាស្រ័យទៅលើគណៈមេគណៈបកទាំងពីរហ្នឹងឬក៏អ្នកធ្វើពីព្រេងសម្រាប់រឿងគ្នានេះដែរលោកព្រៀបគល់នាយកប្រតិបត្តិនៃអង្គការដំឡាភិបកម្ពុជាដែលជាសមាជិកសម្ព័ន្ធអឺរ៉ាដែលនោះបានសម្ដែងក្តីព្រួយបារម្ភទៅវិញព្រោះថាចំណុចដែលនៅសេសសល់នោះតិចតួចមែនប៉ុន្តែសុទ្ធតែជាចំណុចសំខាន់ទាំងអស់ អាចនិយាយបានថាមានចំណុចឯកភាពគ្នាបានមួយចំនួនហើយចំណុចដែលនៅសេសសល់សុទ្ធតែជាចំណុចខ្លឹមជាចំណុចសំខាន់ដូច្នេះយើងនៅមានការព្រួយបារម្ភក្រៃលោចំណុចដាក់ខ្វែងចំណុចគ្នាឬក៏មិនឯកភាពនេះវាអាចទៅជាឧបសគ្គឬក៏អាចធ្វើឲ្យមានការជាប់គាំងបើមិនជាមានការជាប់គាំងវានាំមកឲ្យខាត់បង់ពេលវេលាហើយដំណោះស្រាយក៏យើងរកមិនឃើញ ក្រៅពីការចំណាយពេលវេលាច្រើនឥតប្រយោជន៍ប្រសិនបើមិនមានការសម្រេចណាមួយនោះនាយកប្រតិបត្តិដដែលរូបនេះបានគូបញ្ជាក់ថាការខ្វែងគំនិតគ្នានេះនឹងនាំឲ្យមានការបកស្រាយខុសលើមាត្រាថ្មីក្នុងរដ្ឋធម្មនុញ្ញនៃពីការប្រើប្រាស់យន្តការចាស់នៃច្បាប់បោះឆ្នោតលោកព្រៀបគល់ មានការបកស្រាយខុសគ្នាទៅក្នុងដំណោះស្រាយអន្តរកាលមានន័យថាដំណោះស្រាយមុនតែមានកោជបថ្មីណាបកខ្លះលោកថាបើសិនជាមិនអាចរៀបចំកោជបថ្មីបានកោជបដែលមានមុខងារឬក៏មានទូរនីតិបច្ចុប្បន្ននឹងដំណើរការបន្តជាប្រតិបត្តិក៏ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងវិធានថ្មីចាក់ទៅនឹងកោជបហ្នឹងបាននិយាយថាបើសិនជាមិនអាចធ្វើទៅបានទេមានតែបន្តកោជបដែលមានស្រាប់ក្នុងនេះគឺមានការបកស្រាយថ្មីគំនិតគ្នាណាគណៈបកមួយនោះលោកថាគឺកោជបដែលមានស្រាប់បច្ចុប្បន្នគណៈបកមួយទៀតថាមិនមែនទេគឺកោជបដែលកើតចេញពីការកែតម្រង់ឬក៏វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី ប៉ុន្តែបើតាមលោកសុកទូចគណៈបច្ចុប្បន្នពីរនឹងអាចទំនួលទំលាយនៅការខ្វែងគំនិតគ្នាលើចំណុចសេសសល់សម្បត្តិអីប្រជាពលរដ្ឋនិងសង្គមទាំងមូលគឺកំពុងតែយកចិត្តទុកដាក់ដល់ការចរចាបិទទ្វារនៃគណៈបច្ចុប្បន្នពីរ ពីព្រោះរឿងកោជបដល់តែជួយនឹងធ្វើមិនបានផងចុះសម្របប្រទេសជាតិរឿងបញ្ហាព្រំដែនរឿងបញ្ហាសេដ្ឋកិច្ចបញ្ហាអន្តោប្រវេសន៍ការដោះស្រាយបានឬមិនបានបើសិនជាកោជបដល់មិនបានផងអញ្ចឹងគឺឲ្យមានការបាត់បង់ជំនឿទុកចិត្តពីម្ចាស់ឆ្នោតនេះក៏ជាចាត់ថាគណៈបកទាំងពីរកំពុងតែបង្ហាញអំពីសមត្ថភាពរបស់ខ្លួនរៀងខ្លួនទាំងគណៈបកប្រជាជនទាំងគណៈបកសង្គមជាតិបើសិនជាគណៈបកនឹងទាំងពីរដែលប្រជាជនបានបោះឆ្នោតជំនឿទុកចិត្តហើយមកមិនអាចធ្វើកោជបចេញទេហើយយកកោជបចាស់ខ្ញុំជឿចាស់ថា2018នឹងបាត់បង់អ្នករបស់ឆ្នោតកម្មវិធីច្រើនឬមួយក៏គណៈបកថ្មីចេញមកជាមិនអាចគ្រប់គ្រងគណៈបកថ្មី សូមបញ្ជាក់ថាសមាជិកក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះនឹងអនុវត្តក្រោមរូបមន្ត441ដែលមានមកពីគណៈបកនយោបាយទាំងពីរមកខាង4រូបនិងបុគ្គលដែលគណៈបកទាំងពីរពេញចិត្តមួយរូបត្រង់ចំណុចនេះអរ៉ាបានលើកឡើងយោបល់ចំនួន3នោះគឺការតែងតាំងប្រធាននិងអនុប្រធានអាចជ្រើសរើសដោយការត្រោះត្រួតបែងចែកដំណើរគ្នារវាងគណៈបកទាំងពីរនៅក្នុងសភាឬក៏អាចបោះឆ្នោតក្នុងចំណោមសមាជិកគោលជបទាំង9រូបដែលខ្លួនឯងឬក៏សមាជិកឯករាជ្យមិនមែនគណៈបកនយោបាយជាប្រធានផ្ទាល់តែម្ដងសម្រាប់លោកគុយប៊ុនរឿនតំណែងមិនសំខាន់នោះទេរឿងនេះខ្ញុំថាមិនបញ្ហាទេដោយសារអីដោយសារយើងទៅគិតថានៅពេលថ្ងៃខាងមុខនេះយើងត្រូវពេលគោលជបតែតាំងទៅគឺបើសិនជាអ្នកដែលមាននឹងមានការគណៈបកនយោបាយគឺត្រូវឲ្យចាប់បង្ខំច្បាប់ត្រូវចាប់បង្ខំក៏មានលេខចេញពីសមាជិកគណៈបកនយោបាយអញ្ចឹងយើងត្រូវគិតធ្វើការងារក្នុងសមត្ថភាពរបស់ខ្លួនជាអ្នកដែលចាត់ចែងរៀបចំការបោះឆ្នោតប្រកបដោយឯករាជ្យក្នុងសមត្ថកិច្ចរបស់ខ្លួនក្នុងការចាត់ចែងការងារអញ្ចឹងវាទាមទារឲ្យយើងពិនិត្យទៅលើការងាររដ្ឋបាលល្អជាងកិច្ចការងារនយោបាយអញ្ចឹងក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចឲ្យធ្វើហ្នឹងគឺកិច្ចការរដ្ឋបាលសម្រាប់យន្តការបោះឆ្នោតតែប៉ុណ្ណោះលោកសុកទូចបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក៏បានបញ្ជាក់សម្លេងគ្នានេះដែរថាតំណែងប្រធានឬអនុប្រធានមិនសំខាន់ដូចយន្តការដែលមានប្រសិទ្ធភាពនោះទេព្រោះថាប្រធានឬអនុប្រធានគ្រាន់តែជាអ្នកសម្របសម្រួលការងារតែប៉ុណ្ណោះប្រធានគ្រាន់តែជាការសម្របសម្រួលដំណើរការប្រព្រឹត្តទៅនៃអង្គភាពឬស្ថាប័នគោលជបមិនមែនគាត់មានសិទ្ធិឬអនុភាពក្នុងការសម្រេចទៅលើកិច្ចការណាមួយគាត់គ្រាន់តែជាអ្នកសម្របសម្រួលធ្វើដូចសុខទីទីសូមឲ្យបោះឆ្នោត
បោះឆ្នោតនៅក្នុងកោជបបើសិនជាបោះឆ្នោតនឹងវាទទួលបានទៅខាងគណៈបកណាឬបុគ្គលណាពីព្រោះគណៈបកនីមួយៗយល់ថាកោជបពីដែលបេក្ខភាពបាក់ក៏ដោយជាជាកោជបទុកថាជាបេក្ខភាពឯករាជ្យអញ្ចឹងទុកឲ្យសេរីភាពកោជបបង្ហាញភាពឯករាជ្យរបស់ខ្លួនពីអ្នកនយោបាយមើលថាតើអ្នកណាក៏ចោតជាប្រធានអ្នកណាក៏ចោតជាអនុប្រធានបើទោះបីជាដោះស្រាយមិនចេញអំពីតំណែងដឹកនាំកោសបក៏ដោយឬមានភាពតានតឹងស្គាល់ច្រកលោកព្រីកុលបានស្នើឲ្យគណៈបព្វជិន្ទប្រើយន្តការសម័យប្រជាជនជាទូទៅដើម្បីដោះស្រាយបញ្ហាចំនួនបើសិនជាគណៈបព្វជិន្ទឈានដល់ចំណុចដែលថាมันអាចរកពងសង្ស៊ីឬក៏ឯកភាពរួមគ្នាបានក្នុងចំណុចដែលសល់នឹងទេគួរតែមានសមាជប្រជាពលរដ្ឋហើយឲ្យគណៈបព្វជិន្ទស្នើនៅជំរើសហើយសង្គមស៊ីវិលក៏មានជំរើសហើយយើងបោះឆ្នោតបើសិនជាមានការគ្រប់គ្រងជំរើសណាមួយដែលមានការគ្រប់គ្រងច្រើនជាងគេពីសមាជិកនៃសមាជហ្នឹងយើងនាំគ្នាយកចំណុចនោះក្នុងក្របខ័ណ្ឌមួយដែលយើងស្ដាប់បទពិសោធន៍ច្រើនដែលជាគោលការណ៍ប្រជាធិបតេយ្យបើសិនជាយើងធ្វើបែបនេះបានខ្ញុំជឿថាជាដំណើរការមួយដែលល្អមែនទែនសម្រាប់ប្រទេសកម្ពុជាយើងបើទោះបីជានៅមានចំណុចខ្វែងគំនិតគ្នារវាងគណៈបព្វទាំងពីរលើសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយក៏ប៉ុន្តែស្មារតីនៃកិច្ចព្រមព្រៀងនៃគណៈបព្វទាំងពីរកាលពីខែកក្កដាខាងទាំងនៃអ្នកនយោបាយនិងច្បាប់រដ្ឋធម្មនុញ្ញនោះគឺជាអ្នកកំណត់កំណើតថ្មីនៃកោជបនេះបើតាមលោកគួយប៊ុនរឿនសហប្រធានគណៈកម្មការចម្រុះនៃគណៈបព្វទាំងពីរកម្មវិធីនេះសហការឧបត្ថម្ភដោយពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនោម៉ូកេមន្ទីរព្យាបាលថ្មីប្រចាំបង្កើនឆ្នាំញញឹមរបស់លោកអ្នកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតអសកីណាមួយសម្រាប់ការជិះចុកចាក់មួយគីណាក្របសម្រាប់ជិះចុកចាក់ពេលមករដូវរមណីយដ្ឋាននាតាយាជាឋានសួគ៌ត្រូពិកសម្រាប់លោកអ្នកសាកលវិទ្យាល័យអាមេរិកភ្នំពេញ AUPP ជួយតម្រង់ទិសដល់និស្សិតឲ្យជោគជ័យនៅក្នុងការសិក្សានិងការងារអង្គការស៊ីប៉ាមានសិទ្ធិច្រើនប្រភេទសម្រាប់អ្នកអានគ្រប់វ័យស៊ីប៉ានោម៉ូកេផ្នែកគុណភាពនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបវគ្គថ្មីចូលរៀនថ្ងៃទី17ខែកញ្ញាឆ្នាំ2014ជាស្លាកព្រឹត្តិការណ៍កម្ពុជាថ្ងៃអាទិត្យទី2ខែវិច្ឆិកាចុងសប្តាហ៍នេះគឺជាទិវាអន្តរជាតិប្រឆាំងនីតិរដ្ឋភាពចំពោះបទល្មើសទៅលើអ្នកកសែតទិវានេះក៏ជាពេលវេលាដែលត្រូវពិនិត្យមើលឡើងវិញអំពីសេរីភាពការព័ត៌មាននិងលក្ខខណ្ឌការងាររបស់អ្នកកសែតនៅក្នុងពិភពលោកក៏ដូចជានៅកម្ពុជាផងដែរស្ថានភាពនយោបាយតាំងរយៈពេលកន្លងទៅនេះក៏ជាពេលវេលាដ៏លំបាកសម្រាប់អ្នកកសែតក្រៅពីនោះអ្នកកសែតខ្មែរក៏បានរងគ្រោះជាបន្តដោយសារជនសង្គមងងឹតមួយចំនួនក្នុងបរិបទដែលវប្បធម៌នៃតនភាពនៅមានអតិភិបនៅឡើយយើងស្ដាប់បទវិភាគរបស់ប្រែនដែរអ្នកកសែតដែលត្រូវពីបាញ់សម្លាប់ក្នុងពេលបំពេញការងារអ្នកកសែតទទួលរងពីបណ្ដឹងអ្នកកសែតរងការវាយដំឬរងការចាប់ខ្លួនលាក់នឹងលាក់នៅតែជាបច្ចុប្បន្នភាពក្តៅគគុកនៅឡើយទាំងក្នុងបរិបទពិភពលោកក៏ដូចជានៅកម្ពុជាដែរចុងក្រោយនេះមាននិន្នាការថ្មីពីរទៀតបានលេចឡើងគួរឲ្យគិតមកគាត់ទី1គឺអ្នកកសែតរងការវាយដំដោយមិនរើសមុខពីសំណាក់កងសន្តិសុខបង្ក្រាបបាតុកម្មទី2គឺការរើសអើងទៅលើអ្នកកសែតដោយសារតែនិន្នាការនយោបាយកាលពីមុននេះគឺធ្លាប់ទៅលើអ្នកកសែតដែលគ្រប់គ្រងបកប្រឆាំងទទួលការរើសអើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឬក៏ពីសំណាក់អ្នកមានសមាជិកទៅលើគណៈបកកណ្ដាលអំណាចប៉ុន្តែថ្មីៗនេះក៏លេចចេញនិន្នាការថ្មីមួយទៀតនោះគឺអ្នកកសែតដែលមាននិន្នាការលំអៀងទៅរករដ្ឋាភិបាលក៏ទទួលរងការរើសអើងពីសំណាក់អ្នកគ្រប់គ្រងបកប្រឆាំងវិញដែរជាការពិតណាស់នៅកម្ពុជាវិស័យសារព័ត៌មានកំពុងតែរីកដុះដាលយ៉ាងខ្លាំងរយៈពេលចុងក្រោយនេះទាំងបរិមាណនិងគុណភាពបើទោះបីជាបញ្ហាឯករាជ្យភាពនិងវិជ្ជាជីវៈនៅតែជាចំណោទដ៏ធំមួយក៏ដោយក្រៅតែពីសារព័ត៌មានប្រពៃណីដូចជាកាសែតវិទ្យុនិងទូរទស្សន៍សារព័ត៌មានបែបថ្មីមានគេហទំព័រនិងបណ្ដាញសង្គមនានាជាដើមក៏កំពុងតែរីកដុះដាលយ៉ាងខ្លាំងណាស់ដែរនេះគឺជាខែផ្កានៃលទ្ធិប្រជាធិបតេយ្យរយៈពេលជាង2ទសវត្សរ៍កន្លងទៅនេះនៅលើទឹកដីកម្ពុជានៅក្នុងសង្គមប្រជាធិបតេយ្យសារព័ត៌មានត្រូវគេចាត់ទុកថាជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការជំរុញយន្តការប្រជាធិបតេយ្យឲ្យដើរទៅមុខប៉ុន្តែដើម្បីឲ្យសារព័ត៌មានអាចបំពេញតួនាទីសំខាន់នេះបានវាទាល់តែអ្នកកសែតអាចបំពេញមុខនីតិរបស់ខ្លួនដោយពេញលេញនិងជាផុតពីការព្យាបាទគ្រប់រូបភាព
មានមូលហេតុសំខាន់មួយចំនួនដែលធ្វើឲ្យអ្នកកាសែតទទួលរងគ្រោះក្នុងអាជីពរបស់ខ្លួនមូលហេតុទី1គឺដោយសារតែស្ថានភាពនយោបាយប្រែប្រួលជាទូទៅនៅក្នុងពិភពលោកក៏ដូចជានៅកម្ពុជាដែរនៅពេលដែលមានវិបត្តិនយោបាយតានតឹងស្ថានភាពប្រទេសជាតិតែងតែធ្លាក់ចុះដុនដាបទាំងសេដ្ឋកិច្ចទាំងការគោរពសិទ្ធិមនុស្សនិងទាំងសេរីភាពសារព័ត៌មានស្ថានភាពនេះហើយដែលធ្វើឲ្យការងារអ្នកកាសែតជួបនឹងឧបសគ្គមូលហេតុទី2គឺដោយសារតែទម្លាប់ចាត់ទុកអ្នកកាសែតថាជាបន្លានៅក្នុងកែវភ្នែកដែលត្រូវតែកម្ចាត់អ្នកដែលចូលចិត្តចាត់ទុកអ្នកកាសែតជាសត្រូវមានដូចជាជនពុករលួយឈ្មោះរកស៊ីខុសច្បាប់និយាយជារួមគឺជនសង្គមងងឹតដែលមិនចូលចិត្តទីភ្លឺមូលហេតុទី3ទម្លាប់របស់អ្នកនយោបាយដែលតែងតែយកសារព័ត៌មានធ្វើជាឧបករណ៍ក៏ជាបញ្ហាមួយដែរបញ្ហាត្រង់ថានៅពេលដែលឆាកនយោបាយតាំងតឹងនិងពោពេញដោយគំនុំសងសឹកយ៉ាងខ្លាំងនៅឡើយនោះអ្នកកាសែតដែលធ្វើការឲ្យស្ថាប័នដែលមាននិន្នាការនយោបាយក៏អាចទទួលរងគ្រោះជំនួសអ្នកនយោបាយដែរមូលហេតុទី4បញ្ហាជាជីវៈក៏មិនអាចមើលរំលងបានដែរមានអ្នកខ្លះពាក់ស្លាកអ្នកកាសែតបែរជាប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈដោយយកអាជីពរបស់ខ្លួនទៅស្វែងរកប្រយោជន៍ទៅវិញបញ្ហានេះក៏មានចំណែកជះឥទ្ធិពលមិនល្អដល់ការងាររបស់អ្នកកាសែតដែរដូច្នេះដើម្បីឲ្យអ្នកកាសែតអាចបំពេញការងាររបស់ខ្លួនបានពេញលេញទាល់តែមូលហេតុទាំងឡាយនេះត្រូវបានដោះស្រាយជាបឋមអាជ្ញាធររដ្ឋាភិបាលត្រូវតែធានាសុវត្ថិភាពរបស់អ្នកកាសែតឲ្យបានការធានាអាចធ្វើឡើងតាមរយៈការចេញបទបញ្ជាតឹងរ៉ឹងដោយសមត្ថកិច្ចគ្រប់ប្រភេទកុំឲ្យប៉ះពាល់ដល់អ្នកកាសែតបើមានការបំពានកើតឡើងការស៊ើបអង្កេតឈានទៅរកការផ្តន្ទាទោសត្រូវតែមានចំណែកខាតដើម្បីលុបបំបាត់វប្បធម៌នីតិរដ្ឋភាពចំណែកអ្នកប្រកបអាជីពសារព័ត៌មានក៏ត្រូវតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរសារព័ត៌មានដែលគេចាត់ទុកថាជាអំណាចទី4គួរត្រូវបានប្រើប្រាស់ដើម្បីប្រយោជន៍សង្គមឲ្យសមនឹងកេរ្តិ៍ឈ្មោះរបស់វាក្នុងសង្គមប្រជាធិបតេយ្យមនុស្សមិនអាចរស់នៅដោយខ្វះព័ត៌មានបានទេដូច្នេះមានតែអ្នកកាសែតនេះហើយដែលដើរតួសំខាន់ក្នុងការចែកចាយព័ត៌មានដល់សាធារណជនប៉ុន្តែដើម្បីឲ្យអ្នកកាសែតអាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញតើតែពួកគេជៀសផុតពីការធ្វើទុកបុកម្នេញគ្រប់រូបភាពនិងតើតែវប្បធម៌នីតិរដ្ឋភាពត្រូវបានកោះរំលឹងទស្សនៈព្រឹត្តិការណ៍ពិភពលោកពិធីបង្ហាញរូបសញ្ញាពានរង្វាន់បាល់ទាត់ពិភពលោកដែលមានន័យសម្រាប់ពិភពលោកទាំងមូលត្រូវបានផ្សាយបន្តផ្ទាល់3ថ្ងៃមុនចេញពីក្រុងមូស្គូទៅកាន់ប្រទេសជាច្រើនដែលមានការអញ្ជើញចូលរួមផ្ទាល់នៃរូបប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ដែលបានថ្លែងថាមិនអាចមានការធ្វើពហិការអ្វីឡើយទល់នឹងការប្រកួតនេះនៅក្នុងប្រទេសរុស្ស៊ីលោកពូទីនពីចំណាយខ្លួនបានសន្យាថារុស្ស៊ីក្នុងឋានៈជាម្ចាស់ផ្ទះក៏នឹងធានាឲ្យមានការប្រកួតកីឡាបាល់ទាត់ពិភពលោកនេះប្រព្រឹត្តទៅគឺក្នុងកម្រិតខ្ពស់បំផុតយើងស្ដាប់បទអន្តរាគមន៍ខែកញ្ញាពីទីក្រុងមូស្គូជាបទធំគួររំលឹកថារុស្ស៊ីបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលការប្រកួតដើម្បីរើសជើងឯកកីឡាបាល់ទាត់ពិភពលោក World Cup 2018ដោយសារជាលទ្ធផលនៃការបោះឆ្នោតនៅឯក្រុងវីរិចប្រទេសស្វីសកាលពីថ្ងៃទី2ធ្នូឆ្នាំ2010ឯកភាពរុស្ស៊ីបានទទួលពិន្ទុឈ្នះឯកភាព5ផ្សេងគឺឈ្នះប្រទេសអេស្ប៉ាញរួមជាមួយប៉ុកទីហ្កាល់ឈ្នះប្រទេសហូឡុងរួមជាមួយបែលហ្សិកនិងឈ្នះប្រទេសអង់គ្លេសការប្រកួតដើម្បីដណ្ដើមយកពានរង្វាន់ពិភពលោកខាងកីឡាបាល់ទាត់នឹងប្រព្រឹត្តទៅនៅរុស្ស៊ីក្នុងរយៈពេល1ខែគត់គឺពីថ្ងៃ8មិថុនាដល់ថ្ងៃ8កក្កដាឆ្នាំ2018លើកនេះជាលើកទី21បើគិតតាំងពីឆ្នាំ1930មកការដែលវាបានប្រព្រឹត្តទៅជាលើកដំបូងគឺនៅប្រទេសអ៊ុរុហ្គាយទោះបីទទួលពាននោះនៅសល់3ឆ្នាំ7ខែ8ថ្ងៃទីស្ដីក៏តាំងពីលើកទៅហើយរុស្ស៊ីបានបង្ហាញបដិរូបសម្គាល់កីឡាលើកទី21នេះឲ្យពិភពលោកបានឃើញពិធីបង្ហាញបដិរូបនេះបានប្រព្រឹត្តទៅនៅក្រុងមូស្គូក្នុងយប់ថ្ងៃ28ឆ្លងមក29តុលាកន្លងទៅនៅទីកំពូលនៃពិធីនេះគឺការភ្ជាប់ទំនាក់ទំនងត្រង់ផ្ទាល់ជាមួយក្រុមអវកាសយានិករុស្ស៊ី3នាក់ក្នុងនោះមានទាំងស្ត្រីម្នាក់ផង
ដែលកំពុងស្នាក់ធ្វើការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍នៅអវកាសពលគឺក្នុងស្ថានីយ៍អវកាសអន្តរជាតិ SSE ហោះជាប្រចាំនៅកម្ពស់420គីឡូម៉ែត្រជុំវិញផែនដីពិតជាគេទាំងនោះដែលបានដកចេញពីស្រោមសមុទ្រដ៏ធំនៅក្រដាសសម្ងាត់មួយសន្លឹកម្ដងតាំងពីសន្លឹកលេខ5រហូតដល់សន្លឹកលេខ1ហើយប្រេងវាចេញពីដៃវាហើរអណ្ដែតក្នុងលំហគ្មានទំនាញរបស់ផែនដីទម្រាំនៅទីបំផុតដល់សន្លឹកស្នូលផ្លិតជាប់ដោយបដិរូបមួយឯងពេលនោះរាល់តែអ្នកដែលស្ថិតក្នុងស្ទូឌីយោនៅលើដីឯនេះបានចេះដៃសាទរយ៉ាងត្រហឹងក្នុងពេលជាមួយគ្នាក្រុមអ្នកបច្ចេកទេសបានបញ្ចាំងទៅចំលើផ្ទៃបញ្ឈរខាងមុខនៃអគាររោងល្ខោនប៊ុលស៊ុយកម្ពស់ដល់18ម៉ែត្រនៅចំកណ្ដាលក្រុងម៉ូស្គូគឺបដិរូបមួយឯងដែលទាក់ទាញអារម្មណ៍ទាំងភ្ញៀវបរទេសច្រើនឥតគណនាដែលកំពុងដើរកម្សាន្តប្រកបណាស់ដែលបដិរូបនេះមានទម្រង់ជាពីនរង្វាន់ផ្ទាល់ប៉ុន្តែវារំលឹកឲ្យឃើញពីប្រវត្តិសាស្ត្រវប្បធម៌សមាធិបរទេសបែបយ៉ាងវិស័យអវកាសសម្រាប់ពិតជាជនជាតិរុស្ស៊ីដែលបានហោះចេញទៅអវកាសមុនគេព្រោះដែលគេជ្រើសយកប្រើសម្រាប់លំអក្បាច់ជាប្រពៃណីរុស្ស៊ីនៃបដិរូបនេះគឺពណ៌ក្រហមពណ៌ទឹកមាសពណ៌ខ្មៅនិងពណ៌ខៀវដែលអស់រាប់សតវត្សមកហើយជាលក្ខណៈចរិតសម្គាល់វិចិត្រសិល្បៈរុស្ស៊ីដោយហេតុថារុស្ស៊ីកំពុងស្ថិតនៅក្រោមទណ្ឌកម្មបច្ចិមលោកបានចេញពីទីនោះមានបន្លឺទៅហើយនៅសេចក្តីអំពាវនាវឲ្យធ្វើពហិការវត្តខិត2018នៅរុស្ស៊ីដោយការក្នុងឆ្នាំ1980ពេលដែលនៅម៉ូស្គូមានប្រព្រឹត្តទៅល្បែងកីឡាអូឡ িম্প ពិករដូវក្តៅទូប្រទេសខាងលិចបាននាំគ្នាប្រកែកមិនមកចូលរួមទេជាសញ្ញាប្រឆាំងនឹងអន្តរាគមន៍កងទ័ពសូវៀតចូលអាហ្វហ្គានីស្ថានហើយឥឡូវគេគុំក្លិនសង្គ្រាមត្រជាក់នេះទៀតហើយប៉ុន្តែលោក Joseph Blatter ជាប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់ហៅកាត់ថា FIFA បានថ្លែងយ៉ាងជាក់ច្បាស់ថាគ្មានហើយមិនបានមានទៅកើតឡើយពហិការអ្វីណាប្រឆាំងនឹងវត្តខិត2018នៅរុស្ស៊ីតាមរបស់ FIFA ការប្រកួតឆ្នាំ2018ត្រូវតែប្រព្រឹត្តទៅនៅរុស្ស៊ីជាដាច់ខាតពីព្រោះបេក្ខភាពរុស្ស៊ីបានទទួលជ័យជំនះគឺដោយយុត្តិធម៌ត្រឹមត្រូវលោកប្រធានប្រទេសពូទីនពីចំណាយខ្លួនបានសន្យាថារុស្ស៊ីធានាត្រៀមលក្ខណៈសម្រាប់ទទួលវត្តខិត2018ឲ្យបានទាន់ពេលវេលានិងឲ្យវាប្រព្រឹត្តទៅក្នុងកម្រិតខ្ពស់បំផុតគាត់ថាខាងបញ្ហាធានាសន្តិសុខអ្នកបុកអ្នកការម្នាក់មាននីតិទទួលខុសត្រូវផ្ទាល់ខ្លួនវត្តខិត2018នឹងប្រព្រឹត្តទៅនៅតាមក្រុមចំនួន11នៃប្រទេសរុស្ស៊ីជាទីដែលមានកីឡាដ្ឋានចំនួនដល់12សម្រាប់ទទួលការប្រកួតនោះដែលពីក្នុងនោះនៅម៉ូស្គូគឺមានកីឡាដ្ឋានបែបនេះដល់ទៅ2ទេសនាសារព័ត៌មាននីតិទេសនាសារព័ត៌មានព្រឹកនេះគឺជាភារៈរបស់ឯងតែថ្ងៃនេះសារព័ត៌មានដែលចេញផ្សាយនៅស្រុកខ្មែរចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍អ្វីខ្លះសូមស្ដាប់ឯងនៅក្រោមដំបូលនៃវិមានសន្តិភាពមេទាហាន2នាក់ស្លៀកពាក់ស៊ីវិលបោះជំហានទៅមុខលើកម្រាលព្រំផ្នែកកម្លាំងទៅក្រុមទាហានកិត្តិយសដែលកាន់កំភ្លើងឈរកំណត់ត្រិត្រានៅឯម្ខាងនៃវិថីពណ៌ក្រហមឆ្អិនឆ្អៅនោះនេះជាទស្សនវិជ្ជានៅក្នុងរូបថតមួយសន្លឹកលើទំព័រមុខកម្ពុជាថ្មីដែលដាក់ចំណងជើងធំ2ជួរឲ្យអត្ថបទដ៏សំខាន់បំផុតរបស់ខ្លួនប្រចាំថ្ងៃនេះថាកម្ពុជាថៃជំរុញការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាកម្ពុជាថ្មីដែលនៅថ្ងៃនេះការប្រើទម្រង់លើទំព័រមុខរបស់ខ្លួនឲ្យកាន់តែល្អប្រសើរជាងមុននោះរាយការណ៍តាមភាសាផ្លូវការថាព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានប្រាថ្នាជំរុញការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរលើគ្រប់វិស័យឲ្យកាន់តែខ្លាំងក្លាថែមទៀតសម្រាប់ពេលបច្ចុប្បន្ននិងអនាគតដែលផ្អែកតាមសម្ដីរបស់លោកអៀងសុផាឡែតដែលជាអ្នកនាំពាក្យនិងជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកម្ពុជាថ្មីលើកជើងថាឯកឧត្តមប្រយុទ្ធច័ន្ទអូចាបានមានប្រសាសន៍ថាលោកមានសេចក្តីសុខណាស់ដែលបានជួបសម្ដេចតេជោហ៊ុនសែនម្ដងទៀតសម្ដេចហ៊ុនសែនកសែតបន្ថែមជាអ្នកនយោបាយជើងចាស់ម្នាក់ហើយក៏ជាចាស់ទុំម្នាក់នៅក្នុងអាស៊ានផងដែរដោយប្រើរូបថតស្រដៀងនឹងរូបថតនៅលើទំព័រមុខរបស់កម្ពុជាថ្មីដែរគ្រាន់តែច្បាស់ជាងនិងជាជាងបន្តិចក្នុងពេញប៉ុស្តិ៍ភាសាខ្មែរដាក់ចំណងជើងឲ្យរឿងប្រចាំថ្ងៃធំបំផុតរបស់ខ្លួនថាកម្ពុជាថៃប្រឹងប្រែងស្ដារទំនាក់ទំនងតាមរយៈទស្សនកិច្ចលោកប្រយុទ្ធច័ន្ទអូចា
កាសែតនេះអធិប្បាយថាក្នុងកិច្ចប្រឹងប្រែងស្ដារទំនាក់ទំនងឡើងវិញជាមួយនឹងកងទ័ពថៃម្សិលមិញកម្ពុជាបានទទួលមេដឹកនាំរដ្ឋប្រហារម្នាក់ដែលក្រោយមកបានក្លាយជានាយករដ្ឋមន្ត្រីថៃនោះគឺលោកប្រយុទ្ធច័ន្ទអូចាក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជាហើយរដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសេចក្តីរាយការណ៍បញ្ជាក់ថាដោយមានទង់ជាតិថៃបត់នៅខាងក្រៅវិមានសន្តិភាពលោកប្រយុទ្ធបានទទួលស្វាគមន៍ដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងពេញប៉ុស្តិ៍និយាយថានេះជាសារច្បាស់លាស់គឺថាបើទោះបីជាពីមុនលោកនាយករដ្ឋមន្ត្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រីយិងឡាក់ស៊ីណាវ៉ាត្រានាយករដ្ឋមន្ត្រីថៃដែលត្រូវបានទម្លាក់ពីតំណែងនិងជាមួយបងប្រុសបង្កើតរបស់លោកស្រីគឺលោកថាក់ស៊ីនស៊ីណាវ៉ាត្រាក៏ដោយក៏អតីតកាលត្រូវបានលុបបំបាត់នៅក្រោមកម្រាលព្រំដែលអិសរាជជនទាំងពីរដើរលើលោកប្រយុទ្ធបានថ្លែងថាប្រទេសទាំងពីរមានប្រវត្តិយូរមកហើយឥឡូវនេះទំនាក់ទំនងគឺល្អប្រសើរវិវាទពីមុនគួរលើកចោលដើម្បីឆ្ពោះទៅរកការអភិវឌ្ឍនេះបើតាមសំណងសម្ដីរបស់លោកអៀងសុផល្លែតនៅលើទំព័រភ្នំពេញប៉ុស្តិ៍ភាសាខ្មែរដែលសង្កត់ធ្ងន់ថាគ្មានកិច្ចពិភាក្សាអំពីបញ្ហាតាំងតឹងដូចជាការអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទាក់ទងនឹងដីជុំវិញប្រាសាទព្រះវិហារនិងការបែងចែកតំបន់ត្រួតពិនិត្យគ្នានៅឈូងសមុទ្រថៃទេហើយកិច្ចពិភាក្សាផ្ដោតភាគច្រើនលើវិស័យដែលអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីររីឯរដ្ឋមន្ត្រីកម្ពុជាដែលលេងរូបថតច្រើនស្លឹកវិញរាយការណ៍តាមរយៈចំណងជើងធំៗពីរជួរលើទំព័រមុខរបស់ខ្លួនដែលថាទស្សនកិច្ចរបស់លោកប្រយុទ្ធសម្ដេចតេជោប្រាប់គោលការណ៍6ចំណុចដើម្បីពង្រឹងទំនាក់ទំនងបើតាមកសែតនេះកម្ពុជាឲ្យថៃរៀបចំសមាជិកគណៈកម្មការព្រំដែនឲ្យបានឆាប់ដើម្បីពិភាក្សាគ្នាអំពីបញ្ហាព្រំដែនដែលផ្អែកតាមសម្ដីរបស់លោកអៀងសុផល្លែតដែររដ្ឋមន្ត្រីកម្ពុជារៀបរាប់ថាគោលការណ៍ជាមូលដ្ឋានទាំងនោះរួមមានទី1ការដោះស្រាយបញ្ហាទាំងអស់ត្រូវធ្វើឡើងតាមរយៈការចរចាដោយមិត្តភាពក្នុងនាមជាអ្នកជិតខាងល្អខិតខំកសាងខ្សែព្រំដែននៃប្រទេសទាំងពីរឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍទី2មិនត្រូវទុកបញ្ហាដែលមិនទាន់ដោះស្រាយឬបញ្ហាណាមួយដែលកើតឡើងខ្លាយជាឧបសគ្គនៃទំនាក់ទំនងលើគ្រប់វិស័យនោះទេគឺត្រូវបង្រួមទំនាស់និងបង្កើនការដោះស្រាយបញ្ហាទី3ជំរុញកិច្ចសហប្រតិបត្តិការខាងវិស័យសេដ្ឋកិច្ចវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ឲ្យអស់សក្តានុពលដល់ប្រទេសទាំងពីរមានរួមទាំងការតភ្ជាប់ផ្លូវដែកផ្លូវទឹកផ្លូវអាកាសនិងបណ្ដាញអគ្គិសនីដែលច្រកព្រំដែនបន្ថែមរួមទាំងការបង្កើតផ្សារនៅតាមព្រំដែនបង្កើតតំបន់សេដ្ឋកិច្ចពិសេសជំរុញការអភិវឌ្ឍព្រំដែនទី4ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មប្រយុទ្ធប្រឆាំងអំពើភេរវកម្មការជួញដូរមនុស្សការជួញដូរគ្រឿងញៀននិងការកាប់ឈើជាដើមទី5សហការដោះស្រាយបញ្ហាគ្រោះធម្មជាតិមានដូចជាទឹកជំនន់គ្រោះរាំងស្ងួតនិងភ្លើងឆេះព្រៃជាដើមហើយទី6សហការលើបញ្ហាតំបន់និងអន្តរជាតិពីព្រោះពិភាក្សាដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមកដោយឡែកចំពោះការសន្តិភាពវិញការកំណត់ប្រាក់ឈ្នួលកម្មករគឺជារឿងសំខាន់បំផុតសម្រាប់ថ្ងៃនេះអ្វីដែលកាសែតនេះបណ្ដែតចំណងជើងលើជាយតែខាងលើទំព័រមុខរបស់ខ្លួនថានាយករដ្ឋមន្ត្រីថៃស្នើសុំរថយន្តដឹកទំនិញ500គ្រឿងចូលកម្ពុជាខណៈបច្ចុប្បន្នអនុញ្ញាតបានតែ40គ្រឿងក៏ដោយក៏សន្តិភាពរាយការណ៍ថាទោះបីជាកំណត់យកថ្ងៃទី30ខែតុលាជាថ្ងៃបើកគ្របពីតួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ2015ក្តីក៏ការប្រជុំបិទទ្វារនៅថ្ងៃចុងក្រោយនោះក្រសួងការងារនៅតែមិនអាចសម្របសម្រួលរវាងភាគីនយោជកនិងភាគីសហជីពឲ្យសម្រេចបាននៅតួលេខផ្លូវការដែរដោយតាមកាសែតនេះក្នុងការបោះឆ្នោតម្សិលមិញភាគីនយោជកភាគីរាជរដ្ឋាភិបាលនិងភាគីសហជីពបានស្មើតួលេខរៀងគ្នា$110 $121និង$140សម្រាប់ធ្វើជាប្រាក់ឈ្នួលអបបរមាកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនៅកម្ពុជានាឆ្នាំ2015មាត់យកកា
វិស័យសំណង់ត្រូវបានគេមើលឃើញថាកំពុងតែរីកលូតលាស់សំណង់ជាសសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដ៏សំខាន់មួយនៅពេលការខានសំណង់តូចធំកំពុងដំណើរការវាជាទីផ្សារការងារមួយសម្រាប់កម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជាផងដែរកម្ពុជាដែលមានពលកររាប់ម៉ឺននាក់បានធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅឯប្រទេសទីនោះកម្មករសំណង់បាននិយាយថាឥឡូវនេះការងារសាងសង់មានជាហូរហែតែកម្រៃពលកម្មនៅទៀតមិនសមនឹងតម្លៃទំនិញទីផ្សារនៅឡើយយ៉ាងទៀតកម្មករសំណង់ខ្មែរភាគច្រើនមិនបានចូលរៀននៅក្នុងសាលានៅឡើយពួកគេចេះធ្វើសំណង់ដោយចេះតបគ្នាតែប៉ុណ្ណោះយើងស្ដាប់បទចការរបស់អឹមនវិនដែលជាការចាក់ផ្សាយឡើងវិញដូចតទៅរាជធានីភ្នំពេញនៃប្រទេសស្រីប្រកម្ពុជាកំពុងអភិវឌ្ឍវិស័យសំណង់គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះការអភិវឌ្ឍវិស័យសំណង់ដែលគេអាចមើលឃើញពីការសាងសង់សំណង់អគារតូចធំនៅក្នុងទីក្រុងផុសឡើងជាហូរហែដោយមិននិយាយពីគម្រោងអគារធំខ្ពស់ដែលគ្រប់គ្រងដោយវិស្វករបរទេសឬជនជាតិខ្មែរដែលមានបទពិសោធន៍និងទទួលបានការអប់រំនៅក្រៅស្រុកនោះការដ្ឋានសាងសង់ធុនតូចនិងមធ្យមជាច្រើនកំពុងស្ថិតនៅក្រោមការដឹកនាំដោយជាងសំណង់ជាខ្មែរនិងកម្មករសំណង់ជាជនជាតិខ្មែរនិយាយជារួមវិស័យសំណង់បានកំពុងផ្ដល់ការងារសំខាន់ដល់ពលរដ្ឋកម្ពុជាពលរដ្ឋដែលមិនសូវមានជំនាញពិតប្រាកដមានតែកម្លាំងបាយនោះបាទឥឡូវការងារយើងធ្វើជាប់ពីមុនការងារយើងធ្វើជាប់ទៀតបាទខ្វះខាតច្រើនដល់ការងារតែខ្វះតែថាយើងការងារយើងសំឡងបានបន្តិចបាទធម្មតាបើកានកងអាចវិស័យអីហ្នឹងយ៉ាប់នៅក្នុងការដ្ឋានសាងសង់អគារផ្ទះល្វែងមួយកន្លែងនៅជាទីក្រុងភ្នំពេញនៅក្នុងសង្កាត់ភ្នំពេញថ្មីមានកម្មករប្រមាណជា40នាក់កំពុងធ្វើការនៅទីនោះកម្មករដែលមានអាយុចន្លោះពី15ទៅដល់50ឆ្នាំពួកគេមកពីខេត្តផ្សេងៗគ្នាមានខេត្តកណ្ដាលកំពង់ស្ពឺតាកែវនិងព្រៃវែងជាដើមលោកសំលីអាយុ44ឆ្នាំជាមេជាងនៅទីនោះតែទីការសំណងមកលើច្រើនណាស់ការធ្វើការជាកម្មចង់បាទឥឡូវច្រើនហើយមុនវារឹតសតឥឡូវពី10ខែពេញមកលោកសំលីមានបទពិសោធន៍ជាកម្មករសំណង់ជិត20ឆ្នាំមកហើយមុនក្លាយជាមេការសំណង់ឬដែលគេហៅថាមេជាងសំណង់ម្នាក់នោះបរិបទម្នាក់នេះពីមុនក៏ជាកម្មករមិនចេះមិនស្គាល់អ្វីទៅដែលហៅថាសំណង់នោះដែរពីកម្មករដែលមិនចេះទាំងរៀបឥដ្ឋផងនោះតែពេលនេះគាត់ខ្លាយជាមេជាងដែលមានសមត្ថភាពអាចទទួលខុសត្រូវលើការសាងសង់សំណង់តូចនិងមធ្យមបានដោយសារតែគាត់បានរៀនសូត្រពីមេជាងមុននិងបានអនុវត្តការងារជាក់ស្ដែងមានន័យថាគាត់ចេះធ្វើជាងសំណង់ពីមេជាងរបស់គាត់មុនហើយពេលនេះគាត់បង្រៀនទៅក្មេងៗជំនាន់ក្រោយទៀតអានេះចេះបើសិនជាយើងធ្វើដល់ដូចខ្ញុំនិយាយថាបើសិនធ្វើដល់ខុនដោអានគេអាស៊ីគេខាងថៃបើថាសិនតែធ្វើចាស់ល្វែងដូចវិឡាប៉ុណ្ណឹងយើងអាចយើងខ្ញុំដឹងខ្ញុំដឹងទម្ងន់គ្រឹះវាប្រហែលម៉ែត្រហើយប្រហែលអាចទម្ងន់ទាំងបានប្រូបានខ្ញុំដឹងអានេះវាមាន4ខាតវាមានសភៅខាតវារៀនទៅមើលតាមសភៅនេះណាបាទឧទាហរណ៍យើងធ្វើបុកគ្រឹះនៅណាអញ្ចឹងយើងមានអីកុំព្រឹកទីខួងអញ្ចឹងវាមានការដីគេចេញមកយើងឃើញយើងមើលតាមហ្នឹងអញ្ចឹងក៏ដឹងថាដៅនេះបុកប៉ុណ្ណេះហ្នឹងមិនដឹងថាធ្វើទម្ងន់ប៉ុណ្ណេះបានក្រៅពីមានសាលាបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សាខាងសំណង់ស៊ីវិលប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាខ្វះខាតការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុងរយៈពេលខ្លីជាពិសេសជំនាញខាងសំណង់នេះដោយលោកសំលីមេជាម្នាក់បាននិយាយរួចមកហើយថាកម្មករសំណង់ខ្មែរគឺចេះតគ្នាអ្នកចេះមុនបង្រៀនអ្នកមិនទាន់ចេះបើនិយាយមកអ្នកណារឿងជំនាញគេអាចបរៀនបានមិនចាថាកម្មករមកតែកម្មករខ្លះវាអត់ទាន់ចេះរៀនក្បោអញ្ចឹងយើងឲ្យរៀនក្បោរៀនក្បោខ្លះទៅវាចេះយល់ទៅយើងអាចឲ្យរៀនអត់រៀនអីទៅហើយព្រោះទៅវាចេះមិនរៀនវាយើងមកហៅវាមកធ្វើអញ្ចឹងណាបាទចេះរៀនទៅថាគួរទៅរៀនទៅពុំនំមកគ្នាពិបាកដែរព្រោះគ្នាវាអត់មានសាលារៀនណាបើយើងខ្ញុំមានបងខ្ញុំបាទបងខ្ញុំគាត់ខាងតកែសំណងបាទអញ្ចឹងខ្ញុំប្រកាសពីគាត់តែបងខ្ញុំបានរៀនមានកម្មករសំណងផ្សេងទៀតដែលកំពុងធ្វើការនៅទីនេះតែពួកគាត់និយាយថាកម្មករសំណងខ្មែរមិនបានចូលសាលារៀននោះទេខ្ញុំជំនាញខាងបងរៀនទៅកាត់ជ្រុងហ្នឹងខាងយើងស្លងទៅពុំលើធ្វើតោះណាយើងធ្វើកម្មករវងដែរដល់ពេលយើងធ្វើច្រើនឆ្នាំទៅយើងអាចឈានទៅដល់ជាងដែរប្រហែលតែចេះបូកបានចំណាយពេលយូរទៅព្រោះគេទៅរៀនឆ្នាំមិនបើគេអត់រៀនទៅយូរដែរបើគេអ្នកហាត់រៀនទៅបានពីឆ្នាំហ្នឹងចាស់បាទ5-6ខែចេះជាបដោយទៅចាស់តាមពិតទៅមិនមែនថាมันមានថ្នាក់បណ្ដុះបណ្ដាលរយៈពេលខ្លីខាងវិជ្ជាជីវៈពិសេសវិស័យសំណង់នេះនោះទេនៅកម្ពុជាខ្ញុំបានដឹងថាមានសាលាបណ្ដុះបណ្ដាលវគ្គខ្លីៗនេះដែរមានអង្គការខ្លះគេបើកបង្រៀនខាងសំណង់នេះ
ជាពិសេសសាលាបច្ចេកទេសដែលមានគឺនៅគ្រប់ខេត្តក្រុងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានបើកវគ្គសិក្សាពីសំណង់នេះដែរប៉ុន្តែមើលទៅប្រជាពលរដ្ឋដូចជាមិនសូវបានស្គាល់និងមិនបានទៅទទួលការបណ្ដុះបណ្ដាលនៅទីនោះនោះទេនិយាយពីជីវិតកម្មករសំណង់វិញបច្ចុប្បន្នកម្មករសំណង់ដែលមិនចេះអ្វីសោះមានតែកម្លាំងគឺពួកគេអាចទទួលកម្រៃពលកម្មក្នុងមួយថ្ងៃពី 10,000 ទៅ 15,000 រៀលកម្មករសំណង់ដែលចេះបូកចេះរៀបឥដ្ឋឬយល់កិច្ចការងារសំណង់ខ្លះៗពួកគេអាចទទួលប្រាក់ឈ្នួលពី 30,000 ទៅ 40,000 រៀលក្នុងមួយថ្ងៃបាទនិយាយរួមទៅឥឡូវវារឿងថៃដែរឥឡូវមិនដូចមុនទេវាអាចចាំខ្លួនគេបានបើខ្ញុំមានទេយកពីម្ចាស់ចាស់មកយកមកកូនជាងណាកូនជាងគេយកទៅឲ្យម្ដាយគេបាទអញ្ចឹងខ្ញុំថ្ងៃស្គាល់ពីកូនជាងម្នាក់មួយថ្ងៃម្នាក់1000ទេ10នាក់វាបាន10000ទៅ30ថ្ងៃមួយថ្ងៃបាន30000ទៅបានចឹងតើកូនជាងនៅក្នុងការដ្ឋានតាំងសង់កម្មករសំណង់គឺតែគ្មានពេលជជែកជាមួយខ្ញុំនោះទេពួកគេខ្លះជាអ្នករាវស៊ីម៉ង់ខ្លះជាជួនស៊ីម៉ង់ខ្លះជាជួនឥដ្ឋអ្នកខ្លះទៀតអ្នកខ្លះបូកណាស់អត់ឈប់ទេក្រុមកម្មករទាំងនេះត្រូវបានគេរៀបចំកន្លែងឲ្យស្នាក់នៅជិតការដ្ឋានតាំងសង់តែម្ដងជាកន្លែងស្នាក់នៅរួមដែលមានតែដំបូលសម្រាប់ជ្រកភ្លៀងនិងកម្ដៅថ្ងៃសម្រាប់រួមហូបរួមមកប្រកាន់មកតែយើងតាធ្វើណាបានទាំងបងបាត់ទុកមកតែទុកកន្លែងដល់កូនចៅខ្ញុំហូបបាយខ្ញុំបាទយើងចេះយើងទុកពេលវេលាគ្នាបានដេកបានគុណពេលថ្ងៃព្រោះថាយើងចុះទៅលើមកវាមកមិនដល់យើងមិនចុះទៅធ្វើការបើសិនតែគ្នាបានបាយខ្លួនឯងរួមបានហូបបាយដល់ម៉ោង1ចុះទៅទៀតហ្នឹងអញ្ចឹងឲ្យនឹកពេលវេលាហូបដេកអីអញ្ចឹងខ្ញុំមកទុកបាយខ្លួនឯងបាយខ្ញុំទៅនៅពេលកម្មករសំណង់ទាំងអស់រវល់នឹងមានអ្នកខ្លះនិយាយថាគាត់មិនចេះនិយាយមិនដឹងថាត្រូវនិយាយអ្វីជាមួយខ្ញុំទេមានតែលោកសំលីជាមួយជាមួយទេតែត្រូវនិយាយជាមួយខ្ញុំដោយរីករាយលោកមេការនិយាយបន្តថាកូនជាងរបស់គាត់ទាំងអស់ស្ទឹងជាសាច់ញាតិរបស់គាត់ជាក្មួយជាប្អូននិងជាអ្នកភូមិជាមួយគាត់ពួកគេចេញពីគ្រួសារដែលមានជីវភាពក្រីក្រនិងមិនបានរៀនសូត្រជ្រៅជ្រះនោះទេក្នុងចំណោមកម្មករទាំងអស់នោះក៏មានអ្នកខ្លះធ្លាប់ជាកម្មករចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសថៃនោះដែរតែបងប្អូនគាត់ក្មួយអត់តាមការចំណាក់តែក្មួយបាទខាងប្រពន្ធខាងខ្ញុំទៅណាតែថៃមកប្រាវមកប្រាវមកទៅថៃដែរបាទទៅមករែងជាឲ្យមកវិញកាបានបុកខ្ញុំហ្នឹងឆ្នាំតែមិញក៏ខ្ញុំអត់មានដែរអត់មានកម្មករទេឆ្នាំវិញខ្ញុំបាក់រកកម្មករដែរព្រោះអីទៅថៃថាបានថៃអត់ថ្លៃបាទទៅពេលចឹងគ្នាក៏បាក់តាមគ្នាទៅឥឡូវមកអស់ហើយបាទទៅពេលឲ្យនៅយើងទៅដូចគ្នាទេនៅយើងនេះវានឹកទៅលេងស្រុកលេងផ្ទះអីទៅមកទៅដល់ឡើងមកនៅឆ្ងាយនេះបានតាំងបានមកហើយសំណង់រីកចម្រើនមានការងារជាហូរហែក៏ដោយប៉ុន្តែកម្រៃកម្លាំងពលកម្មរបស់កម្មករសំណង់ត្រូវបានពួកគេអះអាងថាមិនអាចប្រជែងនឹងទំនិញដែលលក់នៅលើទីផ្សារនោះទេពិបាកដែរវាថ្ងៃស្អីបាននេះគាត់ហូបយើងមិនខ្លាចទេហូបខ្លាចការងារវាថោកដែរធ្វើម្នាក់ឯងគាត់ខ្ញុំធ្វើការហូបចាក់នៅពេលការចេះជំនាញមួយដែលមិនបានចូលសាលារៀនទីផ្សារការងារក៏ត្រូវបានជ្រៀតជ្រែកដោយកម្មករមកពីប្រទេសជិតខាងនោះដែរមានជនជាតិវៀតណាមជាដើមកម្មករសំណង់បានប្រាប់ខ្ញុំថាម្ចាស់គម្រោងសាងសង់ខ្លះគឺជឿជាក់ជាមានទំនុកចិត្តលើជាងវៀតណាមជាងខ្មែរប្រសិនបើមានជាងវៀតណាមគេជួយជាងវៀតណាមមុនជាងខ្មែរហើយខ្មែរបានត្រឹមជាកម្មករជាតែប៉ុណ្ណោះលោកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE កម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុយើងជិតដល់ទីបញ្ចប់ហើយនៅពេលនេះខ្ញុំសូមជួយនីតិការព័ត៌មានសំខាន់ថ្ងៃនេះឡើងវិញបញ្ហាប្រសាទប្រវិហារមិនត្រូវបានលើកឡើងនៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃកាលពីថ្ងៃម្សិលមិញនេះទេលោកកម្មសខាបានសរសេរលិខិតមួយច្បាប់ដោយបានស្នើសុំឲ្យអូស្ត្រាលីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាលទ្ធផលនៃការប្រឡងបាក់ឌុបនឹងត្រូវប្រកាសនៅថ្ងៃនេះសម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្ដាលអ៊ីស្រាអែលបិទទីលានវិហារអ៊ីស្លាមបុរាណនៅទីក្រុងយេរូសាឡឹមបាតកម្មហិង្សានៅប៊ូគីណាហ្វាសូប្រឆាំងនឹងការកែប្រែរដ្ឋធម្មនុញ្ញ